5ប្រភេទដែលជាបទពិសោធន៍នៃការបែកបាក់គ្នារបស់ស្ត្រីទី1គឺទំនាក់ទំនងមិនចុះសម្រុងគ្នាការមិនចុះសម្រុងគ្នាហ្នឹងគឺខ្វែងរំលឹកគ្នាហ្មងខ្វែងទាំងសកម្មភាពខ្វែងតាំងពីគោលដៅអញ្ចឹងម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំថាស្អីក៏មិនស្របគ្នាដែរចំណុចទី2នោះគឺតាក់ទងជាមួយនឹងអស់ចិត្តអស់ក្តីស្រឡាញ់និយាយមួយម៉ាត់គឺពីមុនស្រឡាញ់អត់មានហេតុផលស្រឡាញ់គឺក៏ព្រោះតែស្រឡាញ់ដល់តែពេលអស់ចិត្តវាអស់ហេតុផលដូចគ្នាចំណុចទី3នោះគឺតាក់ទងជាមួយឪពុកម្ដាយមិនពេញចិត្តទំនាក់ទំនង5ឆ្នាំ10ឆ្នាំហើយនៅតែមានសម្ពាធពីជនទី3ដែលជាសាច់ញាតិបងប្អូនហ្នឹងមិនពេញចិត្តចាក់លិចចាក់កើតចាក់ឆ្វេងចាក់ស្ដាំទៅគាត់ទ្រាំអត់បានអញ្ចឹងទ្រាំទៀតទៅវាមានសម្ពាធកាន់តែខ្លាំងរហូតដល់ខ្លួនឯងដកដង្ហើមលែងចង់បានចង់ស្លាប់ម្ដងចំណុចមួយទៀតគឺតាក់ទងជាមួយនឹងបញ្ហារោគស្ត្រីតែជាដើមហេតុធ្វើឲ្យប្តីប្រពន្ធមិនយល់ចិត្តគ្នាបាត់បង់ទំនាក់ទំនងផ្លូវភេទហើយក៏គាត់លើកឡើងមកថាប្តីគាត់មានដៃគូផាត់ក្បត់ឈានឲ្យគាត់សម្រេចចិត្តបែកបាក់ក៏ព្រោះតែរឿងរោគស្ត្រីនឹងឯងហើយចំណុចទី5ជាចំណុចចុងក្រោយនោះគឺបាក់សម្រស់បាក់សម្រស់នេះខ្ញុំពីមុនខ្ញុំអត់ចង់ជឿទេទើបតែមកកើត SP នៅក្នុងវិស័យសម្រស់មួយទៀតទើបដឹងទុកលំបាករបស់ស្ត្រីពេលបាក់សម្រស់ជាពិសេសក្រោយសម្រាប់កូនរួចពេលមានផ្ទៃពោះអាយុកាន់តែច្រើនដែលគាត់ប្រែប្រួលសុខភាពប្រែប្រួលអរម៉ូនទៅប្តីអត់យល់ចិត្តទៅជាប្រៀបធៀបគាត់ជាមួយអ្នកនេះប្រៀបធៀបជាមួយអ្នកនោះថាសម្រស់គាត់អត់ដូចពីមុនស្រឡាញ់គាត់ដោយសារតែគាត់ស្អាតឥឡូវនោះគាត់អាក្រក់មុខធំមុខរីកមុខជាំមុខខ្មៅស្អាតស្បែកជ្រីជ្រួញអាក្រក់លែងដូចពីមុនអានេះជាការពិតអញ្ចឹងមុននឹងយើងសម្រេចចិត្តបែកបាក់គ្នាលែងលះគ្នាគឺយើងត្រូវប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយហើយឈរនៅលើមូលដ្ឋាននៃគោលការណ៍របស់យើងកម្រិតណាយើងទទួលយកបានកម្រិតណាយើងទទួលយកមិនបានព្រោះពេលខ្លះការសម្រេចចិត្តរបស់យើងនៅក្នុងការលែងលះក៏ធ្វើឲ្យយើងស្ដាយក្រោយនឹងមានវិបត្តិសារីពេលដែលយើងសម្រេចចិត្តទាំងយើងខ្លួនឯងអត់ច្បាស់លាស់ជឿតាមអ្នកដទៃហើយមួយទៀតសម្រេចចិត្តទាំងយើងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានណាសម្រេចចិត្តតាមអារម្មណ៍មិនទៅតាមសតិបញ្ញាក៏ធ្វើឲ្យយើងសម្រេចចិត្តខុសដែរអរគុណច្រើនពីខ្ញុំអ្នកខុសស្រីបើចា